កាលពីព្រៃនេះមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាចេញខាំមនុស្សក្របីគោស៊ីរឿយលុះដល់អ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកអ្នកគង់រត់ចូលរងឈើរៀកនោមព្រោះភ័យញ័រដៃញ័រជើងនាងអាំនិងនាងគុំខំព្រួតគ្នាវាខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរោងឈើមកយកដំបងវាខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសដៃថាខ្លាគេវាងាប់ហើយធ្វើជាមកវាថែមទៀតប្រអីកំសាក់ញីដូច្នេះអ្នកគង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាខ្លាស្លាប់ទេមានតែប្រុសបានហ៊ានវាខ្លាតតែស្លាប់ហើយអ្នកគង់ក៏បោចវិលចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាមកមើលពេញហើយគេសួរថាអ្នកឯងធ្វើដូចម្ដេចបានជាចាប់បានខ្លានេះសាហាវណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរោងឈើខ្ញុំពីរអ្នកសេរីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ជោរំលោភប្រពន្ធថាមិនដែលមានសេរីណាខ្លាំងហ៊ានវាយខ្លាស្លាប់នោះទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកខំខ្ញុំបានប្រោសស្និទ្ធគុណពិសេសរបស់ខ្ញុំដូច្នេះបានជាវាយវាបានថាហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លែកអ្នកគង់តែរាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្ដេចទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះដល់យូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឬស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នេះភ័យណាស់ពុំដឹងធ្វើម្ដេចនឹងប្រកែកបានដបិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះតើមានហេតុភេទប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាដបិតស្ដេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាមិនដឹងបើគិតដូចម្ដេចប្រពន្ធឡាញឆ្លើយថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យសបាយចិត្តចុះគង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះបានធូរចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់នឹងទៅច្បាំងលក់រៀបរួចហើយដល់បានវេលាក៏ចូលទៅក្រាបបង្គំលាស្ដេចទៅច្បាំងយកទាំងប្រពន្ធផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហំអំមុខក្រោយជាក្បួនទ្របត្រៀបត្រាពះពេញលុះទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាចមកញាស់ដៃញ័រជើងដោយអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលមុនរេពលទាំងគ្មាននរណាតាមតាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នេះគិតស្មានថាមេតបនេះពូកែណាក៏បាក់តបរត់ចាញ់រត់យកតែប្រាស់អាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអ៊ំណាមឿននិងរេពលកោតខ្លាចថាគង់ហ៊ានលេចអាចមកដាក់ក្បាលដំរីស្អុយពះពេញដូច្នេះគេសួរថាលោកមេតបថ្មីម្ដេចក៏លេចលាមកដូច្នេះគង់ហ៊ានឆ្លើយថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសัตว์ឯណាមានតាដោះទុកសัตว์លើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយអីអស់ណាមឿននិងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាកោតខ្លាចគង់ហ៊ានណាឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកនគរវិញហើយចូលទៅក្រាបបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់រីកទានយសស័ក្តិជាណាមឿនធំហើយព្រះរាជទានប្រយោជន៍ទ្រព្យនិងគ្រឿងបណ្ដាការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះដល់ក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំមនុស្សម្នាអ្នកឈ្មួញដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមាននរណាហ៊ានចោះងូតទឹកឬដើរទុកសោះអស់រាជពិបាកចិត្តណាស់
រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រាគង្ហៀនឲ្យទៅចាប់ក្រពេឯគង្ហៀនឮព្រះបន្ទូលដូច្នេះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់គុំព្រួយព្រះរាជចក្រទេគង្ហៀនត្រឡប់មកផ្ទះវិញនិយាយនឹងប្រពន្ធថាគេហេឲ្យឥឡូវនេះទ្រង់ឲ្យយន្តទៅចាប់ក្រពេក្ដុងទន្លេដបិតក្រពេសាហាវណាស់ម្ដងនេះយើងឃើញថាមិនរួចខ្លួនទេមុខជាក្រពេខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រាហើយនឹងមិនទៅក៏មិនបានដែរបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពេវាខំស្លាប់តែម្ដងទៅគង្ហៀនគិតគ្នានឹងប្រពន្ធដូច្នេះហើយក៏ហៅកូនខ្មៅមកធ្វើជាទៅចាប់ក្រពេអស់មនុស្សម្នាមហាជនឮថាគង្ហៀនទៅចាប់ក្រពេក៏បបួលគ្នាទៅមើលពះពេញលុះគង្ហៀនទៅដល់កំពង់ទឹកបានឃើញក្រពេហែលមុខប្រពច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រកាបក៏គាត់ស្ទុះលោតចុះក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពេវាខំស្លាប់ទៅនឹងទេប៉ុន្តែក្រពេវាលឺសន្ធឹកគង្ហៀនលោតចុះក៏ភ្ញាក់ប្រត់ប្រឹងលោតឡើងដោយជាគេប្រហក់ក្នុងប្រកាបឈើជាប់ពាក់កណ្ដាលខ្លួនរោលទៅមុខក៏មិនរួចថយមុខក៏មិនរួចគង្ហៀនមុជទៅក្នុងទឹកងើបឡើងឃើញក្រពេជាប់នឹងដើមឈើដូច្នេះស្រែកបង្គាប់ឲ្យកូនខ្មៅយកលំពែងមកចាក់កាប់ក្រពេនោះស្លាប់ទៅឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថាគង្ហៀនចាប់ក្រពេនោះបោះមកឲ្យជាប់នឹងមែកឈើក៏កោតខ្លាចគង្ហៀនក្រៃពេកគង្ហៀនបានឃើញក្រពេស្លាប់យ៉ាងដូចនេះក៏រត់តែអួតក្អេងក្អាងខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនចាប់ក្រពេចោលឡើងមកលើគោកស្ដេចទ្រង់ក៏សព្វព្រះរាជហឫទ័យប្រោប្រទានយសស័ក្តិឲ្យគង្ហៀនឡើងធំលើកពីមុនទៀតព្រះរាជទាំងអំណាចនិងរង្វាន់ជាច្រើន